ចាប្រិមិត្តជាទីរាប់អាននេះគឺជាទស្សនវិជ្ជាតាមមាត់មួយចាផ្ទះខ្ញុំហើយនេះគឺចាខាងក្រោមផ្ទះខ្ញុំតែម្ដងចាចាដូចនៅក្នុងរឿងតុក្កតាប្រនាងព្រិលសអញ្ចឹងចាហើយនេះផ្ទះគឺផ្ទះអ្នកចិត្តខាងចាស្លឹកឈើជ្រុះអស់ហើយចានេះខ្ញុំឈរថតពីមាត់បង្អួចខ្ញុំមិនបានចេញខាងក្រៅទេចាខ្ញុំចេញអាកាសទេចាដោយសារអីជាប់កូនហើយណាមួយទៀតតិចយើងក៏មិនដឹងទៅណាដែរចាហើយប្រិមិត្តឃើញទេគឺថាផ្លូវគឺពោពាសដោយព្រិលហើយគឺថាពេលដែលចុះអាប់ខ្លាំងមែនតើគឺមើលលែងឃើញរត់តែខ្លាំងតែម្ដងចាអើយប្រិមិត្តហើយគឺថាអាកាសធាតុនៅប្រទេសជាច្រើនគឺមាន4រដូវប៉ុន្តែនៅតែតំបន់ត្រូពិចដូចខ្មែរយ៉ាងទេគឺមានតែចា2រដូវចាគឺរដូវប្រាំងនិងរដូវវស្សាចាអូខេចាហើយនៅខាងក្រោយនេះចានៅខាងក្រោយនេះបងប្អូនឃើញដើមឈើនៅខាងក្រោយនេះគឺជាភ្នំចាភ្នំ Heisenberg ចាអញ្ចឹងផ្ទះខ្ញុំគឺនៅលើចាក្បែរចង់និយាយថាឡើងមកក្រឹបទៀតគឺដល់ភ្នំហើយតែភ្នំនោះមិនខ្ពស់ណាស់ណាទេគ្រាន់តែថាយើងឡើងមកវាហត់តែអញ្ចឹងណាបើយើងដើរឡើងហើយចាដូចជាការហាត់ប្រាណចាអរគុណច្រើនមានតែប៉ុណ្្នេះទេបង្ហាញប្រិមិត្តនៅថ្ងៃនេះចាអរគុណបាយបាយជម្រាបលាចាក្រុមចង់បង្ហាញទស្សនវិជ្ជាចាទឹកកកចាព្រិលសដាក់ទឹកសរោយកផឹកនិយាយលេងប្រិមិត្តញ៉ាំអត់បានទេហ្នឹងចាអរគុណបាយបាយជម្រាបលាចាឥឡូវខ្ញុំបង្ហាញទីក្នុងមួយជួរនេះមានផ្ទះនេះធំជាងគេចាហើយម្ចាស់ផ្ទះហ្នឹងគឺជាជនជាតិអាហ្វហ្គានីស្ថានដែលបានមកនៅអឺរ៉ុបតាំងពីយូរតែមុនដំបូងពួកគាត់មកនៅប្រទេសអាល្លឺម៉ង់ឯងហើយបាននាំកូននាំចៅចាមកទិញផ្ទះនៅស្វីសហើយផ្ទះជាប់មួយទៀតគឺផ្ទះកូនគាត់ចាប៉ុន្តែជនជាតិអាហ្វហ្គានីស្ថានហ្នឹងចិត្តល្អមានធម៌មានជឿជាក់លើការធ្វើកម្មល្អធ្វើសេចក្តីល្អអញ្ចឹងណាចាអរគុណច្រើនជម្រាបលាបាយបាយមែនតើចា